កម្មវិធីចំនួន2ដែលជួយឲ្យអ្នកទាំងអស់គ្នា download វីដេអូពី YouTube TikTok ឬក៏ Facebook បានទៅដល់កម្រិត 4K ចង់ដឹងថាកម្មវិធីនោះមានកម្មវិធីអីខ្លះតោះទៅទស្សនាវីដេអូទាំងអស់គ្នាដើម្បីទទួលបានវីដេអូលើកក្រោយទៀតនិងចំណេះដឹងថ្មីៗកុំភ្លេចចុច Subscribe និងចុច Like Channel YouTube នេះមួយផងតោះដើម្បីកុំឲ្យខាតពេលវេលាយូរតើយើងទៅទស្សនាវីដេអូរបស់គ្នាចំពោះកម្មវិធីទី1មានឈ្មោះថា Starter និងកម្មវិធីទី2មានឈ្មោះថា Save from Net អញ្ចឹងយើងចូលទៅកម្មវិធីទី1មានឈ្មោះថា Starter អញ្ចឹងអ្នកទាំងអស់គ្នាវាយពាក្យថា Starter មកអ្នកទាំងអស់គ្នាចុចខ្លែង Starter 7ហ្នឹងមកអានេះជាកម្មវិធីទី1តែពីចុចអ្នកទាំងអស់គ្នានឹងឃើញទ្រង់ទ្រាយបែបនេះហើយអ្នកទាំងអស់គ្នាអាចបើអ្នកទាំងអស់គ្នាប្រើ Windows អាចចុចកន្លែងហ្នឹងតែម្ដងប៉ុន្តែបើអ្នកប្រើ Mac ឬក៏ប្រើអីផ្សេងសូមចុចកន្លែងហ្នឹងមកអញ្ចឹងឥឡូវនេះបើអ្នកទាំងអស់គ្នាចុច Mac ប្រើ Mac ចុចកន្លែងហ្នឹងអាកន្លែងខាងលើមកប៉ុន្តែបើអ្នកទាំងអស់គ្នាប្រើជាប្រភេទ Windows ចុចខាងក្រោមចុច Download for Windows ហ្នឹងមកបន្ទាប់ពីចុចហើយអ្នកទាំងអស់គ្នាចាំវាមកសន្ទុះទៅវាកំពុងតែ download ជាសោះសម្រាប់ឲ្យយើងយកទៅ install ឬក៏ run នៅក្នុងម៉ាស៊ីនកុំព្យូទ័ររបស់យើងសម្រាប់ធ្វើការទុក download អីផ្សេងៗសិនបើជាអ្នកទាំងអស់គ្នាចង់ដឹងពីចំណេះដឹងអីថ្មីៗកុំភ្លេច comment នៅវីដេអូខាងក្រោមដើម្បីឲ្យខ្ញុំបានឃើញនិងខ្ញុំស្រាវជ្រាវជូនអ្នកទាំងអស់គ្នាឥឡូវនេះវាកំពុងតែ download ចិត្តពេញហើយបានជាង 75% ជាងហើយចាំវាបន្តិចទៀតពេញហើយចិត្តពេញហើយអូខេឥឡូវនេះវាដានហើយពេញហើយតែពីដានអ្នកនរគ្នាចុចកន្លែងហ្នឹងមកហើយនៅចុចកន្លែងក្រោមហ្នឹងចុចតាមហ្នឹងមកចាំវាមកសន្ទុះទៅហ្វាល់វារាងធំដែរឥឡូវនេះវាកំពុងតែដើរហើយអូខេអ្នកនរនេះចុចតាមហ្នឹងមកហើយចុច continue ទៀតមកហើយអូវាមកក្រោមឲ្យអស់ហើយចុចហ្នឹងទៀតតើមិនចុចខាងក្រហមហ្នឹងទៀតទៅវាដើរឲ្យពេញសិនមកអូខេហើយបន្តមកចុចអាក្រហមធំហ្នឹងទៀតមកចំពោះអាក្រហមត្រង់ទៅនេះដូចជារាងយូរបន្តិចចឹងអ្នកនរគ្នាសូមចាំពេលវេលាវាបន្តិចទៀតសិនទៅចឹងដូចខ្ញុំបញ្ជាក់ខាងលើហ្នឹងអ្នកនរគ្នាកុំភ្លេចចុច Subscribe និងចុច Like ឬក៏ Comment នៅអ្វីដែលអ្នកនរគ្នាឆ្ងល់នៅខាងក្រោមមកដើម្បីខ្ញុំស្រង់ Comment អ្នកនរគ្នាយកទៅបង្កើតជាវីដេអូដើម្បីចែកជូនបងប្អូនអ្នកនរគ្នាឥឡូវនេះវាកំពុងតែដើរបានក្រានហើយសម្រាប់កម្មវិធី Structure នេះយើងអាច download បានច្រើនកម្រិតអ្នកនរគ្នាយើងអាច download តែជាប្រភេទ MP3 ក៏បានយើង download ទាំងវីដេអូទាំង audio ក៏បានយើង download កម្រិត18ក៏បានកម្រិត 4K កម្រិតលើហ្នឹងក៏បានឲ្យថាប្រភេទវីដេអូហ្នឹងវាមានគុណភាពខ្ពស់អ្នកនរគ្នាចង់បានវីដេអូប្រភេទកម្រិតណា select វាទៅតាមចំណង់ចំណូលចិត្តរបស់អ្នកនរគ្នាតិចទៀតខ្ញុំនឹងបង្ហាញថាអាកន្លែងរើសហ្នឹងវានៅកន្លែងណាឥឡូវនេះវាចិត្តពេញហើយចាំវាបន្តិចទៀតទៅយើងចង់ download ពី TikTok យើងចង់ download ពី Facebook យើងចង់ download ពី YouTube មកស្រួល
ឃើញថាវាចិត្តពេញហើយអូខេពេញហើយពេលពេញអ្នកនរគ្នាចុចអាកន្លែងក្រហមហ្នឹងមកបន្ទាប់នេះជារូបរាងរបស់ app របស់វាអញ្ចឹងដើម្បី download បានតើអ្នកនរគ្នាទៅធ្វើដូចម្ដេចដើម្បី download បានអ្នកនរគ្នាត្រូវទៅយក link ពី YouTube ឬក៏ link ពី TikTok ឬក៏ link ពីណាដែលអ្នកនរគ្នាចង់ download ឥឡូវនេះខ្ញុំទៅយក link ពី YouTube មួយខ្ញុំរើសវីដេអូណាមួយដើម្បីយកមក download តែយើងរកមើលសិនថាយកវីដេអូណាដើម្បីមក download គឺណាមានវីដេអូច្រើនប្រភេទដែលយើងចង់បានឥឡូវនេះខ្ញុំយកប្រភេទវីដេអូនេះយកទៅ download នឹងចុច save ចុច link វាមកចុច copy មកតើមកយកមកផាសកន្លែងហ្នឹងបន្ទាប់ពីផាសហើយអ្នកនរចុច download តែម្ដងក៏បានប៉ុន្តែបើសិនជាអ្នកនរចង់រើស quality អ្នកនរចុច best មកហើយចុចអាកន្លែងសញ្ញាព្រួយហ្នឹងមកពេលចុចសញ្ញាព្រួយនឹងហើយវានឹងបង្ហាញអំពី quality វីដេអូហើយអ្នកនរចង់ download 4K 2K ប្រមាណអីប្រមាណហ្នឹងសាច់ទាំងអស់គ្នានៅពេលដែលចេញក្រហមអញ្ចឹងមានន័យថាយើង download អត់ទាន់បានទេអញ្ចឹងយើងផាស link ទៅថ្មីជាពីផាស link ទៅថ្មីហើយយើងចុច download មកជាធម្មតាវានឹង download បានតែម្ដងហើយតែដោយសារតែខ្ញុំរើស quality មិញទៅវាចាញ់ download អត់បានអញ្ចឹងឥឡូវនេះយើងអត់ញ៉ៃច្រើនទេដាក់ទៅវា download ខៀវតែម្ដងទៅពីខៀវវា load ភាគរយទៅពីភាគរយវា process per នោះហើយឥឡូវហើយសួរថាដល់ពេល download ហើយអ្នកនរគ្នាទៅរយណាចុចអាកន្លែងមើលកន្លែងហ្នឹងក៏បានឬក៏ចុចអាហ្នឹងក៏បានបើមើលកន្លែងនោះឃើញ try see user del អី download មានន័យថាវានៅកន្លែង download ហ្នឹងឯងយើងអាចកំណត់បានទៅដាក់ try d ឬក៏ដាក់ឯណាក៏បានដែរអាហ្នឹងវីដេអូដែលយើង download មិញឃើញច្បាស់ហ្នឹងនេះចំណែកឯកម្មវិធីមួយទៀតវាមានឈ្មោះថា save from net អ្នកនរគ្នាវាយថា save from net មកវានឹងចេញទម្រង់បែបនេះចំពោះកម្មវិធីមួយនេះវារាងអត់សូវ download បានល្អដូចអាកម្មវិធីមែនទេចំពោះវិធីគឺយើង copy link ពី YouTube យកមកផាសកន្លែងហ្នឹងហើយសម្រាប់កម្មវិធីនេះយើងអាច download បានច្រើនប្រភពមែនទែនមាន Facebook Instagram YouTube TikTok ហើយនឹងកម្មវិធីមួយចំនួនទៀតនៅខាងក្រោមអញ្ចឹងយើងអាច download បានអញ្ចឹងអានេះវារើស quality ឲ្យយើងអាចចង់រើសអានេះវាមានត្រឹមកម្រិតត្រឹមថា720អញ្ចឹងត្រឹម HD ទេអញ្ចឹងវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេកុំភ្លេចជួបគ្នានៅវីដេអូក្រោយបាយបាយ